ត្រាំម្ដងបញ្ញាសងសឹកអ៊ីរ៉ង់តទៅបានលោកត្រាំបញ្ញាសងសឹកអ៊ីរ៉ង់ទាល់តែសម្រេចគោលដៅទោះជាត្រូវពលីទាហានអាមេរិកបន្ថែមទៀតប្រធានាធិបតីដូណាល់ត្រាំតាមរយៈវីដេអូមួយបង្ហោះកាលពីថ្ងៃអាទិត្យបានប្រកាសបញ្ញាសងសឹកចំពោះការស្លាប់របស់ទាហានអាមេរិក3នាក់បន្ទាប់ពីការវាយប្រហាររួមគ្នាដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់និងចោទប្រកាន់របបអ៊ីរ៉ង់ថាកំពុងធ្វើសង្គ្រាមប្រឆាំងនឹងអរិយធម៌ខ្លួនឯងកាសែត The Guardian បានចុះផ្សាយដោយចំណងជើងធំៗថាលោកដូណាល់ត្រាំនិយាយថាទាហានអាមេរិកអាចនឹងត្រូវពលីជីវិតបន្ថែមទៀតមុននឹងជំនួបអ៊ីរ៉ង់បញ្ចប់ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញថាលោកដូណាល់ត្រាំបដិញ្ញាបន្តវាយប្រហារទៅលើអ៊ីរ៉ង់ទាល់តែសម្រេចគោលដៅទោះជាត្រូវពលីទាហានអាមេរិកបន្ថែមទៀតទោះជាមិនបញ្ជាក់ថាតើគោលដៅទាំងនោះមានអ្វីឲ្យប្រកបដោយគោលដៅទាំងនោះមិនមានអ្វីឲ្យប្រកបក៏ដោយក៏លោកដូណាល់ត្រាំនិយាយថាសង្គ្រាមជាមួយអ៊ីរ៉ង់គឺដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដល់អធិភាពរបស់សហរដ្ឋអាមេរិកខណៈដែលរបបអ៊ីរ៉ង់ដែលប្រដាប់ដោយមីស៊ីលរយៈចម្ងាយឆ្ងាយនិងកម្មវិធីអាវុធនុយក្លេអ៊ែរនឹងក្លាយជាការគំរាមកំហែងដ៏គួរឲ្យភ័យខ្លាចដល់ពលរដ្ឋអាមេរិកគ្រប់រូបលោកដូណាល់ត្រាំបានលើកឡើងថាគួរឲ្យសោកស្ដាយទាហានអាមេរិកអាចនឹងត្រូវពលីបន្ថែមទៀតមុនពេលចំនួននេះបញ្ចប់ប៉ុន្តែយើងនឹងធ្វើគ្រប់យ៉ាងតាមដែលធ្វើទៅបានដើម្បីកុំឲ្យរឿងនោះកើតឡើងអាមេរិកនឹងសងសឹកចំពោះការស្លាប់របស់ទាហានអាមេរិកហើយនឹងបើកការវាយប្រហារយ៉ាងខ្លាំងក្លាបំផុតទៅលើក្រុមភេរវករដែលបង្កសង្គ្រាមប្រឆាំងនឹងអរិយធម៌របស់មនុស្សជាតិបាយបាយវិទ្យាបងប្អូនវាតកតងពីក្តៅមានទៀតទេតកតងអ៊ីរ៉ង់វាយបកដោយកំហឹងឡើងកម្ដៅរាប់ពាន់អង្សាសេបាញ់មីស៊ីលស្រោចទៅ8ប្រទេសក្នុងពេលតែមួយក៏ក្រោកមជ្ឈិមបូព៌ាក្រោយពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរួមគ្នាចាប់ផ្ដើមប្រតិបត្តិការយោធា Operation Roaring Lion វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់យ៉ាងខ្លាំងក្លាបំផុតមិនធ្លាប់មានកាលពីថ្ងៃសៅរ៍ទី28កុម្ភៈឆ្នាំ2026ផ្ដាច់ជីវិតមេដឹកនាំកំពូលអ៊ីរ៉ង់លោកអាលីខាមេនីរដ្ឋមន្ត្រីការពារជាតិនិងមេទ័ពកំពូលរបស់អ៊ីរ៉ង់អស់ជាច្រើនទៀតផងអ៊ីរ៉ង់បានបើកវាយប្រហារអ៊ីរ៉ង់បានបើកវាយបកកំហឹងយ៉ាងអ៊ីរ៉ង់បានវាយបកដោយកំហឹងឡើងកម្ដៅរាប់ពាន់អង្សាដោយបាញ់មីស៊ីលស្រោចទៅលើប្រទេស8ក្នុងពេលតែមួយក៏ក្រោកមជ្ឈិមបូព៌ាតែទិនបញ្ហានេះអាដាមឃីវកាញ់រិទ្ធរដ្ឋមន្ត្រីក្រសួងតែទិនបញ្ហានេះអាដាមឃីវកាញ់រិទ្ធអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានបង្ហោះសំណេររបស់លោកម៉ៅវុធថាអ្នកជួយចិត្តស្រាវជ្រាវស្ថានភាពភូមិសាស្ត្រនយោបាយមានខ្លឹមសារដូចនេះថានាពេលនេះពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់បំផុតថាតើអាចនឹងឈានដល់សង្គ្រាមលោកលើកដែរឬទេព្រោះថានាពេលសង្គ្រាមកំពុងផ្ទុះឡើងចាប់ពីតំបន់អាស៊ីខាងត្បូងរវាងប៉ាគីស្ថានជាមួយនឹងអាហ្គានីស្ថានរហូតដល់មជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ជាមួយនឹងអ៊ីស្រាអែលអាមេរិកដែលអាចនិយាយបានថាវារីករាលដាលទៅជាសង្គ្រាមតំបន់រួចទៅហើយក្រោយពេលដែលកងទ័ពចម្រុះអ៊ីស្រាអែលអាមេរិកបានវាយប្រហារតាមផ្លូវអាកាសចំគោលដៅនឹងនិវេសស្ថានរបស់មេដឹកនាំកំពូលអ៊ីរ៉ង់អាយ៉ាតុលាអាលីខាមេនីបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតរួមទាំងកូនស្រីនិងចៅរបស់លោកផងនោះអ៊ីរ៉ង់បានប្រកាសពីការសងសឹកដោយថានឹងវាយប្រហារខ្លាំងជាងមុនក្រៅពីការវាយប្រហារដោយផ្ទាល់មកលើអ៊ីស្រាអែលអ៊ីរ៉ង់ក៏បានវាយប្រហារផងដែរទៅលើមូលដ្ឋានទ័ពរបស់អាមេរិកដែលនៅជុំវិញអ៊ីរ៉ង់ជាពិសេសបណ្ដាប្រទេសនៅមជ្ឈិមបូព៌ាខាងក្រោមនេះគឺជាអ្វីដែលអ៊ីរ៉ង់បាននឹងកំពុងវាយប្រហារអ៊ីស្រាអែលអ៊ីរ៉ង់បានប្រើមីស៊ីលបាឡីស្ទិកនិងដ្រូនអតិឃាតវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសនីវ៉ាធីមនិងថែលណូវដែលជាកន្លែងដាក់ពង្រាយយន្តហោះចម្បាំងទំនើបរបស់អ៊ីស្រាអែលមជ្ឈមណ្ឌលបញ្ជាការយោធានៅភាគខាងជើងនិងកណ្ដាលរបស់ទីក្រុងរបស់អ៊ីស្រាអែលដើម្បីកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងនិងការស៊ើបការកំពង់ផែសមុទ្រដូចជា Haifa Asod ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការនាំចូលទំនិញរោងចក្រចម្រាញ់ប្រេងនិងបណ្ដាញអគ្គិសនីក្នុងបំណងបង្កឲ្យមានការរអាក់រអួលដល់ជីវភាពរស់នៅនិងឧស្សាហកម្មក្រៅពីបាញ់ចេញពីទឹកដីខ្លួនឯងអ៊ីរ៉ង់បានជំរុញឲ្យក្រុមសម្ព័ន្ធមិត្តវាយប្រហារពីគ្រប់ទិសទីឡោមព័ទ្ធប្រៀបដូចជាខ្សែក្រវ៉ាត់ភ្លើងជុំវិញអ៊ីស្រាអែលភាគខាងជើងលីបង់ក្រុមហេប៊ូឡាបាញ់រ៉ុកែតរាប់រយគ្រាប់ជារៀងរាល់ថ្ងៃចូលតំបន់ហ្គាលីលី
ភាគខាងត្បូងយេម៉ែនក្រុមហ៊ូទីបាញ់ដ្រូនសម្ដៅទៅទីក្រុងអេឡាតនិងនាវាដែលពាក់ព័ន្ធនឹងអ៊ីស្រាអែលបណ្ដាមូលដ្ឋានយុទ្ធរបស់អាមេរិកនៅមជ្ឈិមបូព៌ារួមមានទី1មូលដ្ឋានទ័ពអាកាស Al-Udeid ប្រទេសកាតា ជាមូលដ្ឋានទ័ពអាមេរិកធំជាងគេបំផុតនិងជាទីបញ្ជាការកណ្ដាលនៅមជ្ឈិមបូព៌ាទី2ទីបញ្ជាការឋានទី2ទីបញ្ជាការកងពលធំទី5ប្រទេសបារ៉ែនជាមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់បំផុតនៅឈូងសមុទ្រពាក់សមុទ្រក្រហមនិងសមុទ្រអារ៉ាប់ទី3មូលដ្ឋានទ័ពនៅគីវ៉ែតជាឃ្លាំងផ្ទុកគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់នានាដូចជារថពាដែកអាប់រ៉ាហាំនិងរថក្រោះទី4មូលដ្ឋានទ័ពនៅអារ៉ាប៊ីសាអូឌីតត្រូវបានប្រើប្រាស់ដើម្បីដាក់ពង្រីកប្រព័ន្ធការពារមីស៊ីល Patriot និងយន្តហោះចម្បាំងទី5មូលដ្ឋានទ័ពនៅអ៊ីរ៉ាក់មានមូលដ្ឋាន Al-Assad ភាគខាងលិចនិងមូលដ្ឋាននៅ Abil ភាគខាងជើងទី6សេរីមូលដ្ឋាន Al-Tan យុទ្ធសាស្ត្រត្រីកោណព្រំដែនសេរីហ្ស័រដានីអ៊ីរ៉ាក់ដើម្បីកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់របស់អ៊ីរ៉ង់ទៅកាន់សេរីទី7មូលដ្ឋានទ័ពនៅអារ៉ាប់រួម UAE ជាកន្លែងដាក់ពង្រីកយន្តហោះចម្បាំងកម្រិតខ្ពស់ដូចជា S-35 និងដ្រូនស៊ើបការរយៈចម្ងាយឆ្ងាយទី8មូលដ្ឋានទ័ពនៅហ្ស័រដានីដោយសារប្រព័ន្ធការពារអាកាសរបស់អាមេរិកនៅមជ្ឈិមបូព៌ាអ៊ីស្រាអែលគឺជាបណ្ដាញការពារដ៏ទំនើបបំផុតមួយក្នុងโลกដែលត្រូវបានរៀបចំជាស្រទាប់ដើម្បីទប់ទល់នឹងមីស៊ីលនិងដ្រូនពិឃាតប៉ុន្តែអ៊ីរ៉ង់វាយប្រហារតាមយុទ្ធសាស្ត្រវងឃ្មុំពួកគេបាញ់ដ្រូននិងមីស៊ីលរាប់រយគ្រាប់ក្នុងពេលតែមួយដើម្បីឲ្យប្រព័ន្ធការពាររបស់អាមេរិកនិងអ៊ីស្រាអែលលើសចំណុះដ្រូនដែលមានតម្លៃថោករបស់អ៊ីរ៉ង់បង្ខំឲ្យអាមេរិកត្រូវប្រើមីស៊ីលការពារដែលមានតម្លៃរាប់លានដុល្លារបាញ់ទម្លាក់នៅពេលនេះគឺឈានដល់សង្គ្រាមសេដ្ឋកិច្ចបន្ថែមទៀតដោយអ៊ីរ៉ង់បើកការវាយប្រហារទៅលើដងព្រៃរបស់សម្ព័ន្ធមិត្តអាមេរិកនៅកាតាអ៊ីរ៉ង់វាយប្រហារចូលមកក្រុងឌូបៃនាំឲ្យត្រូវបិទផ្លូវហោះហើរទាំងឡាយដែលភ្ជាប់មកក្រុងនេះប្រសិនបើអ៊ីរ៉ង់សម្រេចចិត្តបិទច្រកសមុទ្រហ៊ូមូតម្លៃប្រេងពិភពលោកនឹងហក់ឡើងខ្ពស់កប់ពពកដែលអាចបង្កជាវិបត្តិសេដ្ឋកិច្ចសកលសូមបញ្ជាក់ថាយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ឲ្យដឹងថានៅថ្ងៃច័ន្ទទី2មីនាឆ្នាំ2026ប្រេងបានហក់ឡើងថ្លៃប្រមាណ 7% អាចនឹងបង្កឡើងថ្លៃលើស$100ក្នុងមួយបារ៉ែលប្រសិនបើចំនួននៅមជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយដែលជាលទ្ធផលនឹងធ្វើឲ្យពិភពលោកធ្លាក់ចុះក្នុងវិបត្តិអតិផរណា Goodbye បន្ទាប់រហូតដល់ទល់នឹងសពថ្ងៃបន្ទាប់រហូតដល់ទល់នឹងថ្ងៃដែលលោកស្លាប់ដោយសារសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលវាយប្រហារកាលពីថ្ងៃសៅរ៍ទី28ខែកុម្ភៈឆ្នាំ2026ក្នុងវ័យ86ឆ្នាំតើប្រិមិត្តរបស់ RT News ឆ្ងល់ទេថាលេខ47ប៉ះនឹងលេខ47ឆុងគ្នាคล้ายជាលេខមរណៈអ្នកខ្លះប្រហែលជាមិនចាប់អារម្មណ៍ទេថាសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឬ Islamic Republic of Iran ត្រូវបានបង្កើតឡើងនៅឆ្នាំ1979ពោលគឺគម្រប់ខួប47ឆ្នាំគត់បើគិតត្រឹមឆ្នាំ2026នេះចំណែកឯលោកដូណាល់ត្រាំដែលជាអ្នកបញ្ជាផ្ទាល់ឲ្យចាប់ផ្ដើមប្រតិបត្តិការយោធា Operation Epic Fury រួមជាមួយអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់គឺជាប្រធានាធិបតីទី47របស់សហរដ្ឋអាមេរិកនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Post កាលពីថ្ងៃទី3មីនាឆ្នាំ2026ទន្ទឹមនេះមន្ត្រីអាមេរិកបានប៉ាន់ប្រមាណថាមេដឹកនាំកំពូលអ៊ីរ៉ង់អាយ៉ាតុលឡាអាលីខាមេនីរួមជាមួយមេដឹកនាំអ៊ីរ៉ង់យ៉ាងហោចណាស់47នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងរយៈពេល48ម៉ោងដំបូងនៃប្រតិបត្តិការយោធា Operation Epic Fury ខួប47ឆ្នាំនៃការបង្កើតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវបានបង្ក្រាបដោយប្រធានាធិបតីទី47របស់សហរដ្ឋអាមេរិកហើយមេដឹកនាំកំពូលយ៉ាងហោចណាស់47នាក់រួមជាមួយលោកអាយ៉ាតុលឡាអាលីខាមេនីត្រូវបានសម្លាប់ក្នុងរយៈពេល48ម៉ោងដំបូងនៃប្រតិបត្តិការយោធា Operation Epic Fury អីក៏គប់ជួនគ្នាល្អយ៉ាងនេះតើប្រិមិត្ត RT News យល់យ៉ាងណាដែរថាតើវាជាការឆុងនឹងលេខមរណៈឬគ្រាន់តែជាការគប់ជូនសូមជួយ comment ខាងក្រោមម្នាក់មួយផងណាខ្ញុំតារាពី RT News TV តោះបន្តទៀតបាទសួស្តីបងប្អូនណាបាទតោះកំសាន្តមួយទៀតតោះលើសំឡេងបន្តទៀត
តោះអ៊ីស្រាអែលទម្លាក់គ្រាប់កំទេចវិមានសភាអ្នកជំនាញចាអ៊ីស្រាអែលទម្លាក់គ្រាប់កំទេចវិមានសភាអ្នកជំនាញដែលកំពុងបោះឆ្នោតជ្រើសរើសមេដឹកនាំកម្ពុជាដែលកំពុងបោះឆ្នោតជ្រើសរើសមេដឹកនាំកម្ពុជាបន្ទាប់កងទ័ពអ៊ីស្រាអែលកងទ័ពអាកាសអ៊ីស្រាអែលកាលពីថ្ងៃពុធទី4ខែមីនាឆ្នាំ2026បានបើកការវិប្រហារកំទេចវិមានសភាអ្នកជំនាញរបស់អ៊ីរ៉ង់ដែលកំពុងបោះឆ្នោតជ្រើសរើសមេដឹកនាំកម្ពុជា Supreme Leader ជំនួសមេដឹកនាំកម្ពុជាអ៊ីរ៉ង់អាយ៉ាតុលឡាអាលីខាមេនីដែលបានស្លាប់នៅក្នុងការវិប្រហារដោយអាមេរិកនិងរុស្ស៊ីដោយអាមេរិកនិងអ៊ីស្រាអែលកាលពីថ្ងៃទី28កុម្ភៈឆ្នាំ2026នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Post សារព័ត៌មាន Time of Israel បានរាយការណ៍ថាខណៈដែលសភាអ្នកជំនាញឬ Assembly of Experts របស់អ៊ីរ៉ង់ដែលមានសមាជិក88នាក់សុទ្ធតែជាបព្វជិតកំពូលក្នុងសាសនាអ៊ីស្លាមមានមូលដ្ឋាននៅក្នុងទីក្រុងហ្គូមក្នុងប្រទេសទីក្រុងហ្គូមប្រទេសអូតង់នៅក្នុងទីក្រុងហ្គូមប្រទេសអ៊ីរ៉ង់កំពុងបោះឆ្នោតមេដឹកនាំកម្ពុជាថ្មីយន្តហោះចម្បាំងរបស់អ៊ីស្រាអែលក៏បានវិប្រហារអគារនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fox News ឲ្យដឹងថាការវិប្រហារនេះបានកើតឡើងនៅពេលក្រុមបព្វជិតកម្ពុជាដែលជាសមាជិកនៃសភាអ្នកជំនាញឬ Assembly of Experts កំពុងរាប់សន្លឹកឆ្នោតដើម្បីតែងតាំងមេដឹកនាំកម្ពុជាបន្ទាប់ទោះជាយ៉ាងណាបន្ទាប់ពីការវិប្រហារទីភ្នាក់ងារសារព័ត៌មានរបស់អ៊ីរ៉ង់បានបញ្ជាក់ថាអគារនេះគឺជាអគារសំណង់ចាស់ទ្រុឌទ្រោមដែលសភាអ្នកជំនាញឬ Assembly of Experts លែងប្រើប្រាស់សម្រាប់កិច្ចប្រជុំរបស់ខ្លួនទៅហើយចំណែកឯព័ត៌មាន Iron International បានចុះផ្សាយថាប៉ុន្មានម៉ោងបន្ទាប់ពីការវិប្រហារនេះកើតឡើងសភាអ្នកជំនាញឬ Assembly of Experts បានតែងតាំងកូនប្រុសរបស់លោកអាយ៉ាតុលឡាអាលីខាមេនីគឺលោកម៉ូតាបាខាមេនីអាយុ56ឆ្នាំឲ្យធ្វើជាមេដឹកនាំកម្ពុជាបន្ទាប់លោកម៉ូតាបាខាមេនីស្ថិតក្នុងចំណោមមេទ័ពកម្ពុជាទាំង40នាក់ដែលត្រូវបានវាយអំឡុងថ្ងៃទី40នាក់ដែលត្រូវបានវាយប្រហារអំឡុងពេល48ម៉ោងដំបូងនៃសង្គ្រាមដោយមានសេចក្តីរាយការណ៍ផ្ទុយគ្នាអំពីតើគាត់នៅរស់រានមានជីវិតឬអត់លោកម៉ូតាបាខាមេនីត្រូវបានគេស្គាល់ថាជាអ្នកប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននៅលទ្ធិអភិរក្សនិយមដ៏តឹងរ៉ឹងរបស់ឪពុកគាត់ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC ដែលល្បីថាមានភាពសាហាវឃោរឃៅនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ថាតើមានសមាជិកសភាអ្នកជំនាញឬ Assembly of Experts ប៉ុន្មាននាក់នៅក្នុងអគារដែលត្រូវបានអ៊ីស្រាអែលទម្លាក់គ្រាប់បែកនោះទេទម្លាក់គ្រាប់ចំនោះឡើយប៉ុន្តែតាមរយៈរូបភាពវីដេអូបង្ហាញថាបើក្រឡេកមើលទៅសភាពរបស់អគារគឺច្បាស់ណាស់ថាគ្មានសូម្បីម្នាក់ដែលគេចផុតពីស្លាប់ខ្ញុំតារាពី RTNews TV